ខ្ញុំជាបរោះនាងរំយ៉ាងស្ទាត់ដៃទាំងអស់គ្នាងងឹតដេកទេរំលែកបទពិសោធន៍ភាសាកុកងឺថៃវ៉ាន់បានទាំងអស់ជឿទេនាងជាគ្រូបង្រៀនថ្នាក់តូចនៅខ្មែរ10ឆ្នាំមុនមកតៃវ៉ាន់ខិតខំប្រឹងរៀននាងយកស្រុកនេះក្លាយជាស្រុករបស់ខ្លួនប៉ះនឹងរំជួយផែនដីខ្លាចណាស់ព្រោះនៅខ្មែរឥតមានរំជួយផែនដីពេលខ្យល់ព្យុះថ្ងៃ8នៅគួនសាន់ឥតមានទឹកនិងភ្លើងមកដល់តៃវ៉ាន់ត្រូវសម្រួលបរិស្ថានខុសគ្នាដំបូងនៅធ្វើការជាមួយប្តីនាងជាអ្នកកាត់ត្រពាំងតែចង់រកការងារមួយដែលប្លែកកុំឲ្យគេមើលងាយថាប្រពន្ធបរទេសចេះតែកម្លាំងពលកម្មក្រោយពីខ្យល់ព្យុះហើយនាងចូលរួមបង្កើតក្រុមសមាជិកដើម្បីឲ្យអ្នករងគ្រោះក្រោកឡើងពិនិត្យយ៉ាងម៉េចបញ្ជីប្រាក់មើលមិនយល់ដូច្នេះខ្ញុំភ័យនេះអក្សរចិនមួយជាអក្សរខ្មែរហើយនេះផ្គុំជាអក្សរខ្មែរក្នុងបញ្ជីមានអក្សរចិននិងអក្សរខ្មែរលាយឡំគ្នានេះគឺមេអ៊ីចំណាយរយៈពេល3ឆ្នាំហាត់រៀនដោយខ្លួនឯងនាងសរសេរគោលការណ៍ដឹកនាំរស់នៅគួនសាន់ឲ្យរស់រវើកឡើងវិញដំបូងពួកគេមានចម្ងល់យ៉ាងខ្លាំងគេវាយតុកឲ្យសួរថាអ្នកជាអ្នកណាមកពីស្រុកណាគឺរារាំងអ្នកដឹកនាំជាមនុស្សស្រីដូច្នេះនាងធ្វើអ្វីដែលនាងចេះយកចិត្តទុកដាក់មនុស្សចាស់និងក្មេងៗនៅក្នុងក្រុមសមាជិកនេះឲ្យស្គាល់វប្បធម៌ក្នុងសមាជិកនាងក៏ធ្លាប់ទៅចិត្តដែរពេលជួបការលំបាកមានអារម្មណ៍ថាដូចជាគ្មានទីពឹងឥឡូវនាងដឹកនាំក្រុមសមាជិកឲ្យស្គាល់វប្បធម៌ភីងភូយកកាខ្វេក្នុងស្រុកជំរុញចេញទៅក្រៅប្រទេសក្តីសំខាន់គឺអ្នកទាំងអស់គ្នាមិនទុកខ្ញុំជាជនបរទេសម្នាក់នេះស្រឡាញ់ទឹកដីនិងជនទាំងនេះក្នុងផ្នែកពួកគេនាងមិនមែនជាជនបរទេសទៀតឡើយហើយក្លាយជាជនម្នាក់ដែលមានគម្រោងការយ៉ាងល្អចំពោះក្រុមសមាជិកនេះ